បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវថ្ងៃនេះគឺមកដល់ទៀតហើយបាទគឺថាដើមត្រេនកំពុងតែឈឺខ្លាំងណាស់បាទគឺមកដើមនេះគឺថាសឹងថាមកជុំអីបាទមើលទៅអត់ផ្សាយឃើញកន្លែងល្អទេបាទមានមកជ្រុងនេះល្អមកខាងនេះស្អុយទៀតតែយើងអត់ទាន់បានកោះលៀបថ្នាំហើយទេបាទជីទូទៅវាជាធម្មជាតិបនតរេនហើយបាទដែលវាកើតជំងឺហ្នឹងបាទនិយាយបានថាវាជាគូនឹងជំងឺផ្សិតចុះដើមតរេនបាទកាលណាដែលមានដើមតរេនគឺមានជំងឺហ្នឹងហើយគឺជិះមិនផុតទេគ្រាន់ថាអាចជាអត្រាតិចហើយនឹងច្រើនបាទតែមានបងប្អូនយើងខ្លះគាត់គិតថាអាហ្នឹងអាចជាមកពីជើងដាក់សានអកមនហ្នឹងទើបធ្វើឲ្យវាកើតជំងឺហ្នឹងឬក៏យ៉ាងម៉េចបាទតែសម្រាប់ខ្ញុំគិតថាវាមិនមែនមកពីអាហ្នឹងទាំងស្រុងទេវាអាចមកពីការយើងថែទាំតែជាធម្មតាដើមត្រេនវាត្រូវតែមានជំងឺនឹងស្រាប់ហើយតែយើងថែទាំមើលថែវាដិតដល់ក៏វាមានដែរតែវាមិនអាចមានច្រើនបានទេបាទព្រោះថាដើមត្រេនគឺកិច្ចមិនផុតពីជំងឺនឹងទេគាត់ថាអត្រាតិចហើយនឹងច្រើនបាទដូចជាការដាក់សានអញ្ចឹងវាជាធម្មតាទៅវាមិនមែនធ្វើឲ្យត្រេនយើងផងដើមត្រេនរបស់យើងកើតជំងឺឈឺទេបាទតែវាតាមដែលខ្ញុំគិតមើលទៅខ្ញុំគិតថាអាចវាពាក់ព័ន្ធតិចតួចដោយសារអីកាលណាយើងប្រើអកមនដើមត្រេនផងយើងវានឹងផ្អាកការលូតលាស់ការចេញត្រួយអញ្ចឹងហើយវាទៅធ្វើឲ្យអាសារធាតុចិញ្ចឹមវាហ្នឹងវាបំរែបំរួលទៅជាអកមនផ្កាជាអីវាបំលែងទៅជាការចេញផ្កាអញ្ចឹងណាបាទពោះត្រេនកាលណាដែលត្រួយមិនចេញវានឹងរកផ្លូវចេញខ្លួនឯងកាលណាត្រួយមិនចេញវានឹងចេញផ្កាបាទអញ្ចឹងហើយធ្វើឲ្យត្រេនរបស់យើងហ្នឹងវាផ្កាវាច្រើនផ្កាច្រើនវាធ្វើឲ្យកម្លាំងដូចជាកម្លាំងធម្មពលរបស់ដើមឈើរបស់យើងហ្នឹងវាអាចនឹងខ្សោះឬទ្រុឌទ្រោមបន្តិចបាទបន្ទាប់ពីយើងកាត់ផ្លែហើយបើសិនជាយើងបាញ់ថ្នាំលាងដើមការតុបតែងមែកសម្អាតដីបាចជីកបោសម្រាប់មេរោគទៅលើដីបាញ់ថ្នាំលាងដើមសម្រាប់មេរោគទៅលើដើមបាទអាហ្នឹងគឺយើងអាចទប់ស្កាត់បាននឹងជំងឺនឹងខ្លះតែមិនមែនថាយើងធ្វើអញ្ចឹងហើយវាអត់ឈឺទេណាការដែលមានជំងឺហ្នឹងគឺវានៅតែមានបាទប៉ុន្តែវាអាចភាគរយតិចជាងដែលយើងអត់បានមើលថែវាបាទហើយម្យ៉ាងមួយទៀតវាពាក់ព័ន្ធជាមួយនឹងការយើងថែទាំដូចជាដីរបស់យើងបាទកាលណាដែលដីយើងរៀងតនៀបរៀងដក់ទឹកបាទធ្វើឲ្យការសំណើមរបស់វាហ្នឹងវាមានកម្រិតខ្ពស់អញ្ចឹងគោអាចធ្វើឲ្យត្រេនរបស់យើងហ្នឹងគូឈឺបានបាទអញ្ចឹងវាមានបញ្ហាពាក់ព័ន្ធច្រើនណាស់មិនមែនមកពីសានតាមមុខទេវាមានច្រើនករណីបាទវាមានកត្តាច្រើនអាចធ្វើឲ្យត្រេនយើងឈឺបានបាទអញ្ចឹងបើសិនជាដីយើងអាចដីយើងរៀងធានាទាំងយើងអាចកាយបន្លាយបែបនេះមកតែយើងកាយវាទៅធំឲ្យការច្រោះទឹករបស់ដីត្រេនហ្នឹងឲ្យវាការស្ងួតរបស់វាឲ្យលឿនបាទយើងអាចកាត់បន្ថយការសំណើមបាទហើយម្យ៉ាងវិញទៀតវាពាក់ព័ន្ធលើការយើងប្រើប្រាស់ជីបាទតាមដែលខ្ញុំសិក្សាស្វែងយល់មកវាគឺតាមមើលទៅវាអាចជាបែបហ្នឹងបាទតែខ្ញុំក៏មិនប្រកាសថាអញ្ចឹង 100% តែគិតមើលទៅវាអាចប្រហែលខ្លះអាចថា50-50ចុះបាទអាហ្នឹងគឺអាចមកពីការប្រើប្រាស់ជីកាលណាយើងប្រើប្រាស់ជីច្រើនដាក់
ច្រើនហួសកម្រិតហួសកំណត់ចឹងទៅវាអាចធ្វើឲ្យត្រេនរបស់យើងហ្នឹងវាស៊ីអាហារដែលយើងដាក់ឲ្យហ្នឹងវាច្រើនពេកវាស៊ីមិនអស់បាទកាលដែលវាសល់ទៅវាអាចធ្វើឲ្យត្រេនរបស់យើងហ្នឹងទៅជាបកជំងឺបានបាទដូចជាធម្មតាមនុស្សយើងកាលណាដែលយើងហូបច្រើនជ្រុលទៅវាតែងតែទៅជារោគនេះរោគនោះឯងហូបច្រើនពេកឈឺកាពះឈឺអីកើតជាជំងឺកាពះទៅបង្ងើយណាបាទបើហូបអត់ច្រើនអត់ឆ្អែតក៏មិនកើតតែបើថាឆ្អែតពេកក៏អត់កើតបាទអញ្ចឹងអាចថាដាក់មកល្មមដូចជាដើមឈើផងយើងអាចបាចជីវាមកល្មមមកកុំឲ្យច្រើនពេកព្រោះជាធម្មតាដើមតរ៉េនតាមច្បាប់គេមកមិនមែនច្បាប់ទេគឺថាតាមក្បួនទេបាទវាមិនមានតែច្បាប់ទេដើមឈើអាចនិយាយថាតាមក្បួនគេមកគឺគេដាក់ក្នុងមួយស្លឹកមួយឈុតគឺគេប្រើជីដាក់តែម្ដងទេបាទគឺគេអត់ប្រើញឹកញាប់ដូចជាមួយឈុតដាក់2 ដងឬ3 ដងអីអត់ទេបាទកាលណាយើងប្រើច្រើនពេកគឺស្លឹករបស់យើងវាល្អហើយបាទប៉ុន្តែវាអាចធ្វើឲ្យបកទៅជាការកើតជំងឺដែរបាទនេះគឺខ្ញុំសិក្សាតាមអ្នកដែលជំនាញគេមកហើយក៏យើងស្វែងយល់ខ្លួនឯងតាមយើងមើលឯការធ្វើផងយើងអីចឹងណាបាទដូចជាការព្យាបាលនេះគឺយើងអត់មានអីច្រើនទេបងប្អូនគឺមានតែកោះដើមភ្លាបបែបនេះឯងបាទគឺវិធីកោះយើងកោះបែបឲ្យស្ដើងកុំឲ្យក្រាស់ពេកកាលណាពោះតែយើងកោះច្រើនពេកកោះទៅក្រាស់ពេកចឹងធ្វើឲ្យអស់អាសាច់សបកត្រេនយើងហ្នឹងកាលណាយើងកោះអស់ទៅវាយើងលៀបដូចគ្រាវដើមឈើបាទកាលណាយើងកោះអស់វិញទៅគឺវាផ្ដាច់ប្រព័ន្ធជួនអាហារវាបាត់ហើយអញ្ចឹងអាចធ្វើឲ្យដើមត្រេនយើងងាប់បានដូចយើងគ្រាវសម្លាប់វាអញ្ចឹងបាទអញ្ចឹងការកោះរបស់យើងត្រូវកោះស្ដើងអញ្ចឹងទៅយើងក៏មានចោះវាបន្តិចតែចោះកុំឲ្យជ្រៅណាដូចខ្ញុំចាំងអញ្ចឹងគឺនេះតាមវិធីរបស់ខ្ញុំគឺខ្ញុំចាំងវាខ្ញុំចោះវាតិចចឹងមកកុំឲ្យជ្រៅពេកព្រោះដើម្បីកុំឲ្យវាដាច់សរសៃស្បែកវាមួយជាន់ទៀតនៅខាងក្នុងបាទគឺវាមានច្រើនជាន់ណាបាទកាលណាដែលយើងធ្វើអញ្ចឹងធ្វើឲ្យទឹកថ្នាំរបស់យើងនឹងវាជ្រាបបានចូលទៅដល់ក្នុងថែមទៀតអញ្ចឹងបាទកាលណាដែលវាជាបាលជំងឺនៅខាងក្រៅនឹងជាអញ្ចឹងខាងក្នុងវាអាចមានឱកាសកើតសបកថ្មីមកបានបាទកាលណាដែលយើងកោះវាជ្រៅពេកអញ្ចឹងធ្វើឲ្យវាដាច់សរសៃនៅខាងក្នុងវាហ្នឹងគឺត្រៀមយើងដឹងតែងាប់ហើយបាទព្រោះថាកាលណាយើងកោះអស់ពេកទៅដូចយើងគ្រាវវាអញ្ចឹងបាទអញ្ចឹងគឺវីដេអូនេះគឺសូមតែប៉ុណ្្នឹងណាបងប្អូនគឺអត់មានអីច្រើនទេហើយខ្ញុំក៏ចាប់ផ្ដើមកោះលាបនេះបន្តទៀតបាទគឺឆ្លៀតឱកាសថតឲ្យបងប្អូនមើលបន្តិចក៏ប្រាប់ពីមូលហេតុដែលវាឈឺតាមដែលខ្ញុំដឹងមកស្វែងយល់មកគឺវាបែបហ្នឹងតែក៏មិនប្រកប 100% ទេបងប្អូនអាចស្វែងយល់មើលខ្លួនឯងតើដូចខ្ញុំនិយាយឬក៏អត់អញ្ចឹងណាបាទបាយបងប្អូន